វាយប្រហារលឿនជាងការព្រិចភ្នែកសត្វដែលប្រាប់សត្រូវមុននឹងវាខំពស់កន្ទុយកណ្ដឹងគឺជាប្រភេទពស់ដែលមានពិសសាហាវម្យ៉ាងដែលមនុស្សភាគច្រើនស្គាល់តាមរយៈសំឡេងចេញពីកន្ទុយរបស់វានៅពេលដែលវាមានអារម្មណ៍ថាមានគ្រោះថ្នាក់លក្ខណៈពិសេសនៃកន្ទុយរបស់វាបង្កើតឡើងពីជាតិការ៉េទីនដែលជាសារធាតុដូចទៅនឹងកញ្ចក់ដៃរបស់មនុស្សយើងនៅពេលដែលវាញ័រត្រដុសកង់កន្ទុយទាំងនោះចូលគ្នាវានឹងបង្កើតជាសំឡេងដើម្បីដេញសត្រូវឲ្យឆ្ងាយពីវាពួកវាមានដើមកំណើតនៅទ្វីបអាមេរិកវាមានរន្ធពិសេសនៅជិតច្រមុះដែលអាចមើលឃើញកម្ដៅសត្វដទៃក្នុងទីងងឹតដូចជាកាមេរ៉ាអាំងហ្វារ៉េតពិសនិងគ្រោះថ្នាក់វាប្រើពិសប្រភេទ Hemotoxin ដែលធ្វើឲ្យឈាមកកឬបំផ្លាញសាច់ដុំទោះបីជាយ៉ាងណាវាជាប្រភេទពស់ស្លូតវាមិនខំបើមិនមានការរំខានឬការគំរាមកំហែងខ្លាំងជាចុងក្រោយបើសិនជាបងប្អូនមិនទាន់បានធ្វើការ like ឬ follow page សូមបងប្អូនធ្វើការ like និង follow page ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តសូមអរគុណវីដេអូនេះដំណើរការបានទៅដោយ V Cafe ឈ្ងុយឆ្ងាញ់លើសពីកាហ្វេធម្មតាសម្រាប់អ្នកជំងឺទឹកនោមផ្អែមគឺអាចញ៉ាំបានជួយសម្រួលដល់សរសៃឈាមបេះដូងលើសជាតិខ្លាញ់ជាតិអាស៊ីតនាំចូលពីប្រទេសម៉ាឡេស៊ីដោយក្រុមហ៊ុន Volten International ទំនាក់ទំនងលក់ដុំនិងរាយតាមរយៈ Facebook Page និង Telegram នៅខាងក្នុងវីដេអូ